នៅបន្តជាមួយនឹងអត្រិសោ Real Madrid មករដូវកាលទៀតប៉ុន្តែភាគីខាងក្លឹបមិនបានផ្ដល់កុងត្រាថ្មីទៅកាន់កីឡាករអន្តរជាតិសញ្ជាតិក្រូអាតនេះទេបើទោះបីជាគេបានចំណាយពេលប្រមាណជា13 14រដូវកាលជាមួយនឹង Real Madrid បានសាងសមិទ្ធផលជាច្រើនទាំងការឈ្នះពានរង្វាន់ La Liga ទាំងការឈ្នះពានរង្វាន់ Copa del Rey ពានរង្វាន់ UEFA Champions League UEFA Super Cup និងការប្រកួតពានរង្វាន់ FIFA Club World Cup រួមទាំងការប្រកួតពានរង្វាន់ផ្សេងៗជាច្រើនទៀតដែល Modric បានជាចូលរួមចំណែកមួយក្នុងការជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ធំជាច្រើនទាំងអស់នោះយ៉ាងណាមានបងប្អូនយើងមួយចំនួនប្រហែលជាអាចនឹងគិតថា Real Madrid ប្រហែលជាមិនមានគុណធម៌មិនមានការគោរពទៅកាន់ legend មិនផ្ដល់តម្លៃទៅកាន់កីឡាករដែលបានតស៊ូជាមួយក្លឹបហេតុអីបានជាគាត់សុខចិត្តកាត់ប្រាក់ខែពាក់កណ្ដាលហើយនៅតែ Real Madrid មិនផ្ដល់កុងត្រាឲ្យគាត់ទៀតនេះឬគឺជាគុណធម៌នេះឬគឺជាអ្វីដែលក្លឹបបាទត្រូវផ្ដល់ឲ្យ Modric វិញបងប្អូនយើងមួយចំនួនប្រហែលជាអាចនឹងគិតបែបនេះប៉ុន្តែសូមបងប្អូនយើងទស្សនាវីដេអូនេះឲ្យចប់សិនថាតើហេតុអ្វីបានជា Real Madrid មិនផ្ដល់កុងត្រាថ្មីឲ្យទៅកីឡាករ Luka Modric មានវ័យចាស់ហើយបងប្អូនយើងប្រហែលជា40ឆ្នាំឥឡូវហើយសល់ប្រហែលខែទៀតក៏ចូលដល់វ័យ40ឆ្នាំហើយសួរថាតើហេតុអីបានជា Real មិនផ្ដល់ឲ្យព្រោះ Real ដឹងថា Modric គឺគាត់ធ្លាក់តម្រង់ហើយទាំងកម្លាំងទាំងស៊ូទោះបីជាបច្ចេកទេសនៅមានប៉ុន្តែកីឡាករវាទាមទារទាំងកម្លាំងបច្ចេកទេសទាំងភាពឆ្លៀវវៃអញ្ចឹងគឺរក្សាឲ្យបានទាំងអស់ទើបអាចក្លាយជាកីឡាករដ៏ល្អហើយបើសិនជា Real ទុក Modric នៅគឺ Real ខាត់កៅអីម្នាក់ខាត់បំរើម្នាក់ខាត់បញ្ជីឈ្មោះម្នាក់អញ្ចឹងគាត់ត្រូវផ្ដល់ឱកាសឲ្យកីឡាករក្មេងៗដែលមានសមត្ថភាពដើម្បីបង្កើនគុណភាពខ្លួនឯងបន្តទៀតជាមួយនឹងការដឹកនាំថ្មីរបស់គ្រូបង្វឹកលោក Xabi Alonso អញ្ចឹងបងប្អូនយើងអាចគិតថាគាត់នៅលេងបានតើបានមែនប៉ុន្តែគាត់មិនអាចលេងបាន fit បាទ90នាទី fit 90នាទីទេព្រោះដោយសារគាត់អស់ស៊ូហើយធ្លាក់ស៊ូហើយទម្រង់លេងរបស់គាត់បច្ចេកទេសក្នុងការប៉ះការបញ្ជូនការអីចែករបស់គាត់ក៏នៅតែមានប៉ុន្តែគាត់ថាគាត់បត់បែននេះយឺតជាងមុនបាទគាត់ចាស់ហើយកីឡាករតែអញ្ចឹងឯងដល់ចូលដល់វ័យ40ឆ្នាំហើយគឺមិនងាយទេបងប្អូនយើងបាទអញ្ចឹងបានថា Real ផ្ដល់ការគោរពទៅកាន់ Modric ហើយដែលគាត់ផ្ដល់ឲ្យ Modric មកដល់អាយុកាលប៉ុណ្នេះហ៎បើសិនបើគាត់មិនផ្ដល់ការគោរពទៅកាន់ Modric គាត់មិនអាចបន្តកុងត្រាឲ្យ Modric មកដល់ការទៀតរហូតដល់ចូលវ័យ40ឆ្នាំឥឡូវហើយបងប្អូនយើងហើយអ្វីដែលសំខាន់គឺក្នុងរដូវកាលនេះ Real Madrid មើលឃើញថាពួកគេធ្លាក់ចុះខ្សោយនៅប្រព័ន្ធបម្រើពួកគេបញ្ហានៅប្រព័ន្ធការពារអញ្ចឹងហើយគេត្រូវតែមានការរុះរើកែប្រែកំណែតម្រង់ស៊ីជម្រៅដើម្បីស្ដារស្ថានភាពក្លឹបឡើងវិញព្រោះ Real Madrid មើលឃើញថានៅក្នុងរដូវកាលនេះគឺបានផ្ដល់បទពិសោធន៍នឹងមេរៀនមួយទៅកាន់ពួកគេក្រោយពីពួកគេជួបជាមួយនឹង Barcelona ក្នុងការប្រកួត El Clasico 4 ដងមិនដែលឈ្នះ Barca ទេហើយរបូតពានស្ទើរតែទាំងអស់ក្រោមធ្វើជើងរបស់ Barcelona អញ្ចឹងអ្វីដែលសំខាន់ពួកគេត្រូវរកកីឡាករពីបណ្ដាក្លឹបផ្សេងៗកីឡាករដែលមានសមត្ថភាពបន្តបដូរកីឡាករចាស់មួយចំនួនចាក់ចេញខ្លះទៅដើម្បីឲ្យអ្នកថ្មីបានចូលមកបង្ហាញចម្រុងលេងហើយដើម្បី build ស្ថានភាពក្លឹបឲ្យល្អប្រសើរឡើងវិញព្រោះដោយសារតែ Real ឃើញថា Barca គឺជាគូប្រជែងដ៏តានតឹងបំផុតមិនមែនមករដូវកាលនេះទេឬក៏មករដូវកាលក្រោយទេគឺច្រើនរដូវកាលទៀតព្រោះ Barca បានបណ្ដុះថ្នាលយុវជនរបស់គេបានជោគជ័យអញ្ចឹងថ្នាលយុវជនទាំងអស់ហ្នឹងពួកគេនឹងបន្តស្នាក់នៅvới Barcaកម្រនឹងចាក់ចេញហើយជាពិសេសគឺពួកគេនឹងមានចក្ខុវិស័យវែងឆ្ងាយអញ្ចឹង Real ត្រូវកែប្រែកំណែតម្រង់ឲ្យពួកកីឡាករយុវជនវ័យក្មេងរបស់ Barca ទាំងអស់ហ្នឹងនឹងឡើងតម្រង់ទៀតមិនមែនឡើងត្រឹមតែរដូវកាលនេះបងប្អូនយើងនឹងឡើងតម្រង់មករដូវកាលពីរដូវកាលកាន់តែល្អទៀតអញ្ចឹង Real ត្រូវតែផ្លាស់ប្ដូរគេហៅថានយោបាយក្នុងការនាំចូលកីឡាករពីក្រៅដើម្បីបំពេញដើម្បីចូលរួមចំណែកជួយទ្រទ្រង់ស្ថានភាពរបស់ក្លឹបរួមទាំងគឺផ្ដល់នៅឱកាសឲ្យក្មេងៗអភិវឌ្ឍខ្លួនឯងបន្តទៀតអញ្ចឹងនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ Real Madrid ហើយបងប្អូនយើងមួយចំនួនអាចនឹងយកឱកាសនេះដើម្បីវាយប្រហារ Real Madrid យ៉ាងណានោះខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំគ្រាន់តែដឹងថា Real គឺគាត់ធ្វើនេះគឺត្រឹមត្រូវបំផុតហើយ Modric បាទគាត់ចូលដល់វ័យនេះហើយគាត់គួរតែចាក់ចេញហើយបាទមិនអាចស្នាក់នៅបន្តទេយើងមើលឃើញចាក់ស្ដែងសូម្បីតែ Man City បាទប៉ុន្តែKevin De Bruyne នៅតែមិនផ្ដល់កុងត្រាឲ្យនៅតែផ្ដល់ឲ្យ De Bruyne ចាក់ចេញបើទោះបីជា De Bruyne គិតទៅ33ឆ្នាំក៏ពិតមែនយើងឃើញចាក់ស្ដែងហើយតែ Modric ចូល40ឆ្នាំឥឡូវហើយប្រហែលខែទៀតចូល40ឆ្នាំគាត់កើតខែ9អញ្ចឹងវាគិតមែនតើមកចាប់ដល់រដូវកាលថ្មីគាត់40ឆ្នាំបាត់ទៅហើយចុះគឺអាយុកាលនឹងចាស់មែនតើបាទខ្ញុំថាយើងមិនអាចបន្ទោសភាគីខាងក្លឹបទេក្លឹបនឹងគឺបានផ្ដល់ការគោរពទៅកាន់ Modric សពបែបយ៉ាងហើយអស់លទ្ធភាពហើយអញ្ចឹងបើទោះបីជាសឹងនិយាយថា Modric កាត់មិនបាច់ថា 50% ទេសូម្បី 70% ឬក៏ 80% ក្លឹបក៏នៅតែបន្តមិនផ្ដល់កុងត្រាដែរខ្ញុំគិតអញ្ចឹងព្រោះដោយសារតែក្លឹបត្រូវមានចក្ខុវិស័យថ្មីផែនការថ្មីក្នុងការរៀបចំរចនាសម្ព័ន្ធកីឡាករថ្មីហើយគ្រូបង្វឹកក៏ថ្មីទៀតអញ្ចឹងអ្វីៗវាត្រូវថ្មីទាំងអស់បាទ everything ថ្មីនឹងឯងតែប៉ុណ្្នឹងឯងបងប្អូនយើងអញ្ចឹងគឺ
អ្វីដែលសំខាន់គឺក្លឹបបាទត្រូវការពេលវេលាដើម្បីរៀបចំទៀតអញ្ចឹងពេលវេលាដែលរៀបចំហ្នឹងគឺវាត្រូវការមួយដឺការឬពីរដឺការទៀតអញ្ចឹងបើសិនទុក Modric នៅវាជាអាចនឹងខាតពេលវេលាក្នុងការរៀបចំ deal ឈុតឋានាយុវជនថ្មីផ្ដល់ឱកាសយុវជនដើម្បីបង្កឲ្យមានការអភិវឌ្ឍលឿនជាងនេះអញ្ចឹងបើទោះបីជាក្លឹបបន្តកងត្រាមកដោយការទៀតជាមួយ Modric ក៏គង់តែបែកគ្នាដែរបងប្អូនយើងបាទគ្មានការជួបជុំណាដែលមិនបែកគ្នាទេ Modric គឺជាកីឡាករម្នាក់ដែលយើងមានការគោរពទៅកាន់គាត់មែនទែនគាត់ជា legend គាត់ជាវីរៈបុរសរបស់ក្លឹប Real Madrid បាទគាត់នៅតែស្ថិតនៅក្នុងបេះដូងអ្នកគាំទ្រជានិច្ចបើទោះបីជាគាត់ចាក់ចេញក៏ពិតមែនអញ្ចឹងបានន័យថាកីឡាករចាស់របស់ Real Madrid គឺត្រូវជំរុះអស់ហើយបាទអស់ហើយជំរុះអស់ហើយនៅសល់តែ Dani Carvajal នៅសល់ Lucas Vazquez មិនទាន់ថាឮថាដំណឹងអាចនឹងចាក់ចេញទៀតបាទ Vazquez បើសិនបើមើលឃើញជាក់ស្ដែង Real Madrid ផងដូរបាទផែនការផ្លាស់ប្ដូរកីឡាករចាស់ចេញច្រើនទៀតហើយអញ្ចឹងអត់មានអ្វីច្រើនទេបងប្អូនយើងទាំងអស់គ្នាបាទសូមបងប្អូនយើងជួយ share វីដេអូនេះម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយផងដែរបាទសូមអរគុណ